គោរពនឹងជម្រាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមកបបកត្រីទៀតបងប្អូនអើយថ្ងៃសម្រាប់ពីការងារអត់ធ្វើការតនេនៅប្រទេសកូរ៉េអត់ដឹងធ្វើអីទេបងប្អូនអុកសុកណាស់មានតែមកធ្វើវីដេអូបបកត្រីស្ទូចត្រីកៅត្រីឲ្យបងប្អូននៅស្រុកខ្មែរទស្សនាអញ្ចឹងណាបងប្អូនហើយថ្ងៃនេះដែរខ្ញុំមកលេងប្រឡងទឹកហូរនេះបងប្អូនគេមានទំនប់ទប់ទឹកទប់អីចឹងណាគឺខ្ញុំត្រូវដើរឆ្លងទឹកអញ្ចឹងបងប្អូនអ្នកបបកត្រីបងប្អូនអើយហើយតាស្រឡាញ់វិស័យបបកត្រីបងប្អូនអើយស៊ូដើរលុយទឹកលុយអីអញ្ចឹងបងប្អូនឆ្លងទំនប់គេហ្នឹងណាគេអត់បហូរទឹកជាអត់អីទេបងប្អូនបើសិនជាគេបហូរទឹកអាហ្នឹងឲ្យយើងឆ្លងអត់កើតទេអាហ្នឹងអាចគ្រោះថ្នាក់អញ្ចឹងទៅបើសិនជាគេអត់បហូរយើងអាចឆ្លងមកលេងបានអត់ជ្រៅអញ្ចឹងបងប្អូនគាត់ថាខ្ញុំចេះហែលទឹកអត់បញ្ហាទេបងប្អូនតែសម្រាប់បងប្អូនដែលអត់ចេះហែលទឹកគឺខ្ញុំអត់រីកមិនឲ្យមកលេងចេះបងប្អូនអាចគ្រោះថ្នាក់បងប្អូនតែសម្រាប់ខ្ញុំចេះហែលទឹកចឹងអត់អីបងប្អូនមួយទឹកឲ្យហូរមកស្អាតបងប្អូនគាត់ថាយើងត្រូវប្រយ័ត្នដែរដំបូងខ្ញុំមកលេងបបកសិនបងប្អូនខ្ញុំដាក់នុយចូលខ្ញុំសាកបបកមើលថាបានត្រីអត់តែនេះត្រីខាំនុយក៏មានត្រីដែលថាវាអត់ខាំនុយក៏មានដែរបងប្អូនបើមិនជាវាអត់ខាំនុយយើងអស់ជំរើសយើងមានលេងកាយយើងដាក់ផ្លែកាយបងប្អូនដាក់ផ្លែ3ហ្នឹងលេងកាយវាប៉ុន្តែឥឡូវខ្ញុំដាក់នុយបបកសិនបងប្អូនអញ្ចឹងជាមួយខ្ញុំបបកបានអត់បងប្អូនបបកតាមទឹកជ្រុងព្រោះអីឆ្នាំមុនហ្នឹងបបកបានបងប្អូនខ្ញុំបបកអានុយហ្នឹងតាមទឹកជ្រុងហ្នឹងហក់ខាំដូចផ្ទះអញ្ចឹងបងប្អូនអើយតែឥឡូវនេះជាមួយខ្ញុំបបកបានបងប្អូនសាកដាក់មួយខ្សែសិនបើថាបបកអត់បានមិនសាកដាក់កាយវិញអញ្ចឹងបងប្អូនព្រោះត្រីទៅមកលោតបងប្អូនត្រីលោតពេញទឹកគាត់ថាវាអត់ខាំនុយត្រីហ្នឹងដល់យូរវាខាំម្ដងតែបើថាកៅនឹងឲ្យជាប់ធានាជាប់បងប្អូនតែសាកមួយខ្សែសិនបងប្អូនតែខ្សែនេះ7ហើយបងប្អូនអើយកង្វក់ចុះកង្វក់ឡើងវាអត់បានត្រីវាអត់មានត្រីអញ្ចឹងបងប្អូននៅប្រទេសកូរ៉េនេះឥឡូវនេះខែវាចូលខែចិត្តចូលខែក្តៅបងប្អូនវាមិនត្រជាក់ពេកវាមិនក្តៅពេកអញ្ចឹងបងប្អូនវាកាសធាតុមកល្មមមកយើងចេញក្រៅទៅស្រួលអញ្ចឹងបងប្អូនតែបើស្រុកខ្មែរយើងប្រហែលជាក្តៅហើយបងប្អូនអើយនៅខែ4ខែចូលខែ5នេះបងប្អូនហើយឥឡូវនេះខ្ញុំបានដូរផ្លែកាវវិញបងប្អូនអើយតែស្អីបបកវាអត់ខាំហើយពីមុខនោះបងប្អូនអើយត្រីនឹងចង់20-30ក្បាលចូលត្រី2-3គីឡូហ្នឹងបងប្អូនអើយមួយក្បាលខ្ញុំត្របានខ្ញុំដូរផ្លែកាវដាក់កាវវាបដៅបងប្អូនឥឡូវដាក់មួយខ្សែមកចូលបងប្អូនហើយយើងកាវអញ្ចឹងយើងទាញអញ្ចឹងបងប្អូននៅស្រុកគេចូលបងប្អូននេះតែវាល្បូតត្រី20-30ក្បាលបងប្អូនទៅទម្លាក់ជាប់ចូលលេងបងប្អូននេះដាក់មកតឹងទាញលឺសលេងត្រែកឆ្ងាញ់បងប្អូនអើយក្រាតឹងដៃបងប្អូនអើយមើលទាញត្រីវាធំបងប្អូនហើយវាទុក2-3គីឡូត្រីហ្នឹងគេហៅត្រីអ៊ីងបងប្អូនច្រើនមែនទែនគាត់ទៅទម្លាក់ជាប់បងប្អូនអើយខ្វាកបងប្អូនវានៅខ្មែរយើងវិញដល់មិនអីបងប្អូនអើយនឹងសុបាយលេងយ៉ាងណាបងប្អូនហើយប្រទេសសភាពវិញនៅកណ្ដាលទឹកបងប្អូនអើយកណ្ដាលនេះខ្ញុំនៅកណ្ដាលស្ទឹងបងប្អូនទៅសាញ់ឆ្លងទៅតុបមកវាទាញបងប្អូនធំជុំយៈហើយអូសុបាយបងប្អូនអើយទាញនឹងកៅដងហ្មងនឹងតឹងដៃហ្មងបងប្អូនអើយត្រឹមយកវាបាននឹងចង់5-10នាទីទៅបងប្អូនព្រោះយើងទាញមកមើលដងដឹងបងប្អូនអើយវាចូល2គីឡូជាង3គីឡូឯត្រីនេះបងប្អូនធំជុំយៈហើយបាយបងប្អូនអើយថ្ងៃស្រាអញ្ចឹងយើងមានអីមានមកកៅត្រីអញ្ចឹងយើងយកត្រីនៅបានអត់បងប្អូនវាទាញម្លឹងទាញប្រាំងទាញវាមកបងប្អូននេះមកហើយអាហ្នឹងមានអាកៅទេបានបងប្អូនបើយើងលេងធម្មតាវាអត់មកវាខំនុយទេអញ្ចឹងយើងអត់មានជំរើសទេបងយើងមានកៅវាអញ្ចឹងមកវាមកបងប្អូនអើយនឹងក្បួចពុជថិតចុយយ៉ាសាច់អីត្រីនេះត្រីហ្នឹងគេញ៉ាំតែបងប្អូនគេយកធ្វើទឹកគ្រឿងគេយកធ្វើអីចឹងបងប្អូនទាញមកបងប្អូនអើយដូចកូនជ្រូកចឹងបងប្អូនជាតិបងប្អូនអើយតាំងដៃចំយ៉ាបាន2បងប្អូន2ធំធំចំយ៉ាអូបងប្អូនអើយមួយប៉ុណ្ណាណៃអូធំចំយ៉ាបងប្អូនអើយមកលេងត្រីកាយសុបាយបងប្អូនសុបាយវាទាញអញ្ចឹងធំបងប្អូនអើយមកនេះគេអ៊ីងបងប្អូននៅកូរ៉េ
ត្រីហ្នឹងគេហៅត្រីងបងប្អូនហើយយើងមានអីទេមាននិតវាទៅវិញបងប្អូនអើយហ្វូរយទៅពីបាត់ហើយនេះហើយវីដេអូក៏មានប៉ុណ្្នឹងហើយបងប្អូនជួបបងប្អូននៅពេលក្រោយទៀតសង្ឃឹមថាបងប្អូនរីករាយនឹងទស្សនាវីដេអូនេះបាយបាយ